ស្វាគមន៍មកកាន់វីដេអូចូលឆ្នាំខ្មែរនៅថ្ងៃទី2ជាមួយនឹងក្រុមគ្រួសារនាងខ្ញុំនៅថ្ងៃទី2នេះផងដែរក្រុមគ្រួសារនាងខ្ញុំបានធ្វើដំណើរទៅវត្តធម្មទានវត្តដែលស្ថិតនៅឃុំផ្សារស្រុកបោះខេត្តកំពង់ឆ្នាំងហើយវត្តនេះគឺយើងជិះពីផ្លូវចិត្ត5មកចូលដូចជាអត់ដល់1គីឡូទេចឹងនិយាយទៅវត្តនៅក្នុងវត្តគឺខ្ញុំទៅចហាន់ត្រង់អញ្ចឹងអ្នកខ្លះក៏ទៅឆាន់ព្រឹកចឹងអត់សូវក្តៅចឹងហើយនេះគឺជាទស្សនវិជ្ជាផ្លូវចូលវត្តស្ងប់ស្ងាត់អត់រញ៉េរញ៉ាំទៅចូលទៅមានអារម្មណ៍ថាដូចយើងចូលក្នុងវត្តក្នុងព្រៃចឹងហើយនេះបតង់ដែលលោកបានកសាងចាក់ចូលទៅក្នុងវត្តដូចជាបានពាក់កណ្ដាលផ្លូវហើយក៏លោកក៏បានកសាងរាយបច្ច័យពីពុទ្ធបរិស័ទផ្សេងៗដែលមានស្ទាទៅក្នុងដើម្បីចូលរួមក្នុងការចាក់បេតុងចូលវត្តផងដែរនិយាយទៅនៅក្នុងវត្តសុទ្ធតែព្រៃហ្មងហើយនិយាយទៅស្អាតហើយវាមានអារម្មណ៍ថាចូលទៅវាមានអារម្មណ៍ថាស្ងប់ស្ងាត់វាអត់រញ៉េរញ៉ៃទេវត្តហ្នឹងឈ្មោះគេពីមុនឈ្មោះគេហៅក្រៅហៅវត្តអត់ស្រស់ប៉ុន្តែអត់ទាន់ពហិអត់ទាន់កើតមានស្លាឆាំចឹងពហិអត់ទាន់កើតឡើយទេទឹកតែអភិវឌ្ឍបដាបដានេះទៅសជ្រងជ្រៅនោះគឺត្រៀមនឹងធ្វើព្រះវិហារប៉ុន្តែអត់ទាន់ចេញរូបរាងឡើយព្រោះត្រូវការថវិកាហើយនេះគឺជាឪពុកម្ដាយខ្ញុំគាត់ធ្វើការសុំព្រះកន្លែងនេះគឺប្រសងរៀបចំបានស្អាតមែនទែនគឺដាក់គេនៅអីហើយដាក់ប្រសងដើម្បីយើងស្រង់ទឹកព្រះចា៎នេះគឺជាបងបកាយខ្ញុំហើយបងខ្លះខ្ញុំក៏កំពុងតែស្រង់ទឹកព្រះដើម្បីសុំសេចក្តីសុខសួស្តីសិរីសួស្តីចេញមង្គលឆ្នាំថ្មីសូមឲ្យបានតែសេចក្តីសុខវាចា៎ហើយនៅក្នុងទីធ្លាវត្តគឺស្អាតមែនទែនប្រសងរៀបចំបានស្អាតហើយស្ងប់ស្ងាត់ជាទៅស្ងប់ស្ងាត់អត់ញ៉ៃញ៉ៃហើយគេចង់គេទៅឆាន់ពេលព្រឹកចឹងណាហើយនេះគឺទស្សនវិជ្ជាទៅហើយយើងអាចដើរទៅខាងនេះស្ដាំដៃលោកកសាងវិជ្ជាព្រះកន្លែងសម្រាប់សុំព្រះដែរមានដំពោមួយចាស់ទៅទីធ្លាស្អាតស្រស់ស្រាយស្ងប់ស្ងាត់បើយើងអ្នកធ្វើការស្ងប់ស្ងាត់អាចទៅវត្តបានអញ្ចឹងវត្តធម្មទានផងហើយកន្លែងនេះគឺពួកខ្ញុំបោះការត្រាចាចាជំនាន់មុនអត់មានសៃលេងហ្នឹងមកទៅតំណងណាបោះឡើងលើទៅវាហោះដូចសៃចាចាបោះលេងនិយាយទៅស្ងប់ស្ងាត់សប្បាយស្រស់ស្រាយធ្វើអារម្មណ៍យើងស្ងប់ស្ងាត់ទៅធ្វើបុណ្យជ្រះថ្លាហើយជួបបុណ្យទាំងអស់គ្នាផងមានឱកាសទៅវត្តនឹងទៀតចាអរគុណច្រើនជួបនៅវីដេអូក្រោយបាយបាយ